ខ្ញុំទើបតែដាំប្រហែលជា7 ខែហើយអ្នកខ្លះគេថាដាំចន្ទទីដំបូងអត់ឲ្យដាក់ជីទ្រាប់បាតតែសម្រាប់ខ្ញុំគឺខ្ញុំដាក់ខ្ញុំប្រើជីសេរីរាងលាយជាមួយជីគីមី DAP តែ DAP ខ្ញុំដាក់តិចហើយជីសេរីរាងខ្ញុំដាក់មកក្តាប់ដៃក្នុងមួយរណ្ដៅនេះសម្រាប់ដីទួលដីដែលល្អទួលតែដីខ្ញុំលក្ខណៈដីខ្ទើយហើយខ្ញុំមើលកន្លែងផ្សេងខុសគ្នាត្រង់ថាមួយដីទួលហើយនឹងមួយដីទឹកនេះប្រភេទដីទឹកដីជាមួយគ្នាមិនតែដីស្រែខ្ញុំកែដាក់ចន្ទទីទឹកតែខ្ញុំដាំនឹងម៉ាស៊ីនខួងជំរៅតែ5 ទឹកដោយសារឲ្យវាជ្រៅទៅវាចាក់ឬបានជ្រៅហើយនេះមើលគេថាមកដាក់ជីទ្រាប់បាតតែខ្ញុំដាក់តែលទ្ធផលរបស់ខ្ញុំអត់មានបញ្ហាអីទេតែបើដីស្ងួតអាហ្នឹងខ្ញុំអត់ដឹងថាសម្រាប់ចន្ទទីខ្ញុំនេះដីមានទឹកដីសើមអញ្ចឹងអត់ហ៊ានលុបជ្រៅទេដាក់ស្មើអញ្ចឹងប្រហែលជាក្នុងមួយខែទៀតបានខ្ញុំបាច់កបសរួចដាក់ជីនឹងរស់លុបវាកាយលុបតាមគល់ហើយនេះមើលវាអញ្ចឹងអស់ហើយទៅបាញ់ថ្នាំស្មៅទួលទៅរៀងល្អហើយបើកន្លែងទឹកទៅល្អនេះខំណាស់នេះ